ចេះចាយលុយតាមប្រមូលរបៀបនេះណាក់នឹងមិនជួបការខ្វះខាតទេមនុស្សដែលមានទ្រព្យសម្បត្តិសល់ច្រើនហូរហៀរហូតខ្លាយជាអ្នកមានឬសេដ្ឋីបានមិនមែនគេចេះរកលុយតែមួយប៉ុណ្ណោះទេតែអាចតម្បាំងសំខាន់មួយទៀតនោះគឺការចេះចាយវាយលុយដែលរកបានមកទោះបីអ្នកមានប្រាក់ខែតិចតួចក៏ដោយឲ្យតែអ្នកចេះចាត់ចែងចំណាយឲ្យបានត្រឹមត្រូវនោះលុយនឹងសល់មិនចេះខ្វះឡើយទី1ចំណាយតាមភាពចាំបាច់ចំណាយតាមភាពចាំបាច់សំដៅដល់ការចំណាយលើម្ហូបអាហារបង់ទឹកភ្លើងសម្លៀកបំពាក់ការធ្វើដំណើរប្រចាំថ្ងៃឬបង់ថ្លៃផ្ទះឬបន្ទប់ជួលជាទូទៅចំណាយទាំងនេះអាចមានដល់ 50% នៃប្រាក់ខែសរុបរបស់អ្នកប៉ុន្តែបើអ្នកចេះចាត់ចែងទុកមុនឲ្យបានត្រឹមត្រូវចំណាយចាំបាច់ទាំងនេះមិនមានការខ្វះខាតទេទី2ចំណាយតាមចំណង់ចំណាយតាមចំណង់គឺចាយវាយមិនបានព្រៀងទុកដោយខឿនរបស់អ្វីចេញថ្មីឬស្រឡាញ់ក៏ហូតលុយចេញពីកាបូបផ្គិញមិនគិតតាមចិត្តចង់បានជួនកាលចំណាយលុយបដូរម៉ាកទូរស័ព្ទដេញស៊េរីម៉ូតូម៉ូតថ្មីទិញសម្ភារៈ brand តាមគេតាមឯជាដើមចំណាយទាំងនេះមិនត្រឹមតែគ្មានលុយសល់ទេថែមទាំងធ្វើឲ្យជំពាក់បំណុលគេដោយមិនដឹងខ្លួនមនុស្សឆ្លាតមិនងាយចាយវាយព្រៃផ្លាក់ដូចគ្មានគោលដៅនិងគ្មានគម្រោងនេះណាទី3ចំណាយតាមតម្រូវការតម្រូវការទីនេះសំដៅតម្រូវការរបស់អ្នកផ្ទះដែលជាទូទៅអ្នកធ្វើការឆ្ងាយទីគ្រួសារតែងតែផ្ញើលុយដែលឲ្យឪពុកម្ដាយឬសាច់ញាតិជាទៀងទាត់បញ្ហាត្រង់នេះគឺថាអ្នកខ្លះផ្ញើប្រាក់ខែរបស់ខ្លួនទាំងអស់ឬស្ទើរទាំងអស់ទៅគ្រួសារទើបធ្វើឲ្យពួកគេខ្វះខាតនិងជួនកាលមានជាប់បំណុលទៀតផងទោះបីអ្នកជាមនុស្សកតញ្ញូក៏ដោយចុះអ្នកត្រូវចេះកំណត់ពីចំនួនប្រាក់ដែលជូនអ្នកមានគុណឬសមាជិកគ្រួសារឲ្យជាក់លាក់ទើបមិនធូរហើរប៉ៅទី4ចំណាយបងរំលោះការបង់រំលោះភាគច្រើនកើតមានចំពោះអ្នកមានគ្រួសារហើយដូចជាការទិញដីទិញផ្ទះឬរថយន្តបង់រំលោះជាដើមបាននេះជាមនុស្សដែលអាចតស៊ូនឹងការលំបាកនៅផ្ទះជួលបានមួយរយៈសិនឬអ្នកមិនមែនជាមនុស្សសម្ភារៈនិយមអ្វីនោះទេការចំណាយរំលោះមិនមែនជាបន្ទុកសម្ពាធលើអ្នកឡើយហើយខ្ទង់ចំណាយក៏នឹងនៅសល់ទី5ចំណាយចំពោះបញ្ហាសុខភាពគ្រោះថ្នាក់ឬហេតុមិនល្អផ្សេងទៀតដែលអាចកើតឡើងជាយថាហេតុពិតជាគ្មាននរណាអាចដឹងមុននោះទេដូច្នេះការត្រៀមថវិកាសម្រាប់រឿងទាំងនេះជាការចាំបាច់ដែលត្រូវគិតគូរកុំឲ្យអ្នកពិបាកបើបញ្ហានឹងមកដល់ដោយមិនដឹងខ្លួនទី6ចំណាយឥតព្រៀងទុកចំណាយឥតព្រៀងទុកមានដូចជាពិធីជប់លៀងខួបកំណើតអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងបើអ្នកជាមនុស្សនៅក្មេងមានប្រាក់ខែទាបឬអ្នកទើបចេញរកស៊ីថ្មីអ្នកមិនចាំបាច់ចូលរួមគ្រប់ការអញ្ជើញទាំងនេះទេពេលខ្លះអ្នកមិនចាំបាច់ចេញមុខចេញមាត់ពេកដែរព្រោះថាបើលេចមុខគ្រប់កម្មវិធីពេកថាឡាយប្រាក់ខែអ្នកប៉ុណ្ណេះសំបីខ្ចីបុលគេហើយនៅមិនគ្រប់ផងមើលទៅលុយនឹងទ្រព្យសម្បត្តិជារបស់ដែលយើងអាចមានសមត្ថភាពរកវានាំបានវាត្រូវការតែម្យ៉ាងទៀតប៉ុណ្ណោះគឺចេះគ្រប់គ្រងចាយវាយឲ្យវាបានត្រឹមត្រូវចប់